របៀបគ្រប់គ្រងការហានិភ័យក្នុងការធ្វើ trade ការគ្រប់គ្រងហានិភ័យ risk management គឺជាផ្នែកសំខាន់បំផុតក្នុងការធ្វើ trade ដើម្បីការពារដើមទុននិងបង្កើនឱកាសទទួលបានប្រាក់ចំណេញរយៈពេលវែងខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ៗដើម្បីគ្រប់គ្រងហានិភ័យនៅពេលធ្វើ trade 1. កំណត់ចំនួនហានិភ័យក្នុងមួយ trade ក្បួន 1.2% កុំប្រថុយលើសពី 1.2% នៃដើមទុនសរុបរបស់អ្នកក្នុងមួយ trade ឧទាហរណ៍ប្រសិនបើអ្នកមានដើមទុន$10,000អ្នកគួរប្រថុយត្រឹម$100ទៅ$200ក្នុងមួយ trade 2. គណនាទំហំ position sizing ប្រើទំហំ position ដែលសមស្របដែលផ្អែកលើចម្ងាយ stop loss និងហានិភ័យដែលអ្នកទទួលយកបានឧទាហរណ៍រូបមន្ត position size ស្មើនឹង account risk និង stop loss distance in pips គុណនឹង pip value នេះជួយឲ្យអ្នកមិនបើក position ធំពេក 3. កំណត់ stop loss order តែងតែកំណត់ stop loss ដើម្បីកំណត់ការខាតបង់អតិបរមា stop loss គួរត្រូវបានដាក់នៅកម្រិតតម្លៃដែលបង្ហាញថាការវិនាសរបស់អ្នកខុសឧទាហរណ៍ក្រោម support level ឬលើស resistance level 4. ជៀសវាងការផ្លាស់ប្ដូរ stop loss ដោយគ្មានហេតុផលច្បាស់លាស់ព្រោះវាអាចនាំឲ្យខាតបង់ធំ 5. ជ្រើសរើស trade ដែលមាន risk to reward ratio or RRR យ៉ាងតិច 1.2 ឬលើសនេះមានន័យថាប្រាក់ចំណេញសក្តានុពលគួរមានយ៉ាងតិច2ដងនៃហានិភ័យឧទាហរណ៍បើអ្នកប្រថុយ$100 stop loss អ្នកគួរសម្លឹងរកប្រាក់ចំណេញ$200 take profit RRR ល្អជួយឲ្យអ្នកនៅតែរកប្រាក់ចំណេញបានទោះបី trade ឈ្នះតិចជាង 50% ក៏ដោយ 6. ធ្វើពិពិធវិកម្ម diversification កុំដាក់ទុនទាំងអស់លើ asset ឬ market តែមួយឧទាហរណ៍បើអ្នក trade ភាគហ៊ុនសាកល្បង trade នៅក្នុងវិស័យផ្សេងៗបច្ចេកវិទ្យាថាមពលឬសុខាភិបាលការពិពិធវិកម្មជួយកាត់បន្ថយផលប៉ះពាល់ប្រសិនបើ market មួយធ្លាក់ចុះទោះជាយ៉ាងណាជៀសវាងការពិពិធវិកម្មច្រើនពេកព្រោះវាអាចធ្វើឲ្យពិបាកតាមដាន 7. ជៀសវាង over trading កុំបែក trade ច្រើនពេកក្នុងពេលតែមួយឬ trade ដោយគ្មានផែនការច្បាស់លាស់កំណត់ចំនួន trade អតិបរមាក្នុងមួយថ្ងៃឬមួយសប្តាហ៍ដើម្បីរក្សាវិន័យ over trading ច្រើនតែកើតឡើងនៅពេលអ្នកព្យាយាមសងការខាតបង់ដែលនាំឲ្យខាតកាន់តែច្រើន 8. បង្កើតផែនការ trading និងធ្វើតាមវាបង្កើតផែនការ trading ដែលមានច្បាប់ចូលទីផ្សារ entry rule ច្បាប់ចេញទីផ្សារ exit rule ការគ្រប់គ្រងហានិភ័យនិងគោលដៅប្រាក់ចំណេញកត់ត្រារាល់ trade នៅក្នុង trading journal ដើម្បីវិភាគកំហុសនិងកែលម្អប្រកាន់ខ្ជាប់នឹងផែនការនិងជៀសវាងការសម្រេចចិត្តដោយអារម្មណ៍ 8. សិក្សាទីផ្សារនិងបន្តរៀនយល់ដឹងពីទីផ្សារដែលអ្នក trade ឧទាហរណ៍ forex ភាគហ៊ុន crypto និងកត្តាដែលជួឥទ្ធិពលដូចជាព័ត៌មានសេដ្ឋកិច្ចឬនយោបាយបន្តរៀនតាមរយៈសៀវភៅវគ្គកម្សាន្តឬវេទិកាអនឡាញសាកល្បងបច្ចេកវិទ្យាថ្មីៗនៅលើ demo account មុននឹងប្រើលុយពិត 9. ប្រើ leverage ដោយប្រុងប្រយ័ត្ន leverage អាចបង្កើនប្រាក់ចំណេញប៉ុន្តែក៏បង្កើនហានិភ័យផងដែរប្រើ leverage ទាបឧទាហរណ៍ 1, 5, 1, 10
ឬជៀសវាងប្រសិនបើអ្នកជា beginner តែងតែគណនាផលប៉ះពាល់របស់ leverage នៅលើ margin និងដើមទុន 10. ត្រៀមខ្លួនសម្រាប់សេណារីយ៉ូអាក្រក់រៀបចំផែនការសម្រាប់ស្ថានភាពមិននឹកភ័យដូចជា market crash ឬ gap តម្លៃរក្សាទុនបម្រុងដើម្បីជៀសវាងការបាត់បង់ទាំងអស់ពិចារណាប្រើ hedging strategies ឧទាហរណ៍ options ឬ futures ដើម្បីការពារដើមទុនគន្លឹះបន្ថែមប្រើបច្ចេកវិទ្យាប្រើ tool ដូចជា trading platforms ដូចជា Meta Trader ឬ Thinkswim ដើម្បីគ្រប់គ្រងហានិភ័យតាមដានព័ត៌មានព្រឹត្តិការណ៍ដូចជាការប្រកាសអត្រាការប្រាក់ឬភាពតានតឹងភូមិសាស្ត្រនយោបាយដូចជាព័ត៌មានអំពីអ៊ីរ៉ាំងនិងសហរដ្ឋអាមេរិកអាចប៉ះពាល់ដល់ទីផ្សារស៊ាំនឹងការខាតបង់ការខាតបង់ជាផ្នែកធម្មជាតិរបស់ការ trading សំខាន់គឺធ្វើឲ្យការខាតបង់នៅតូចនិងអាចគ្រប់គ្រងបានសេចក្តីសន្និដ្ឋានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពទាមទារវិន័យផែនការច្បាស់លាស់និងការគ្រប់គ្រងអារម្មណ៍ដោយអនុវត្តវិធីសាស្ត្រខាងលើអ្នកអាចកាត់បន្ថយហានិភ័យការពារដើមទុននិងបង្កើនឱកាសជោគជ័យក្នុងការ trade រយៈពេលវែង